សូមជម្រាបសួរលោកគ្រូទាំងអស់គ្នាសាជាថ្មីម្ដងទៀតបាទខ្ញុំបាទឈ្មោះឈួនរវីជាគ្រូបង្រៀនមកពីវិទ្យាល័យព្រះស៊ីសុវត្ថិក្នុងកម្មវិធីស្លារៀនជំនាន់ថ្មីបាទអញ្ចឹងសម្រាប់វីដេអូជាបន្តនេះខ្ញុំបាទសូមធ្វើការចែករំលែកពាក់ព័ន្ធទៅនឹងការប្រើប្រាស់កម្មវិធី Mentimeter បាទសម្រាប់កម្មវិធីនេះដែរគឺជាកម្មវិធីជំនួយដល់ការបង្រៀនរបស់លោកគ្រូផងដែរលោកគ្រូធ្លាប់អនុវត្តកម្មវិធីនេះដែរឬទេបាទដើម្បីបង្កើតក៏ដូចជាប្រើប្រាស់កម្មវិធីនេះបានតើគេធ្វើដូចនេះខ្លះហើយតើកម្មវិធីនេះបានផ្ដល់អត្ថប្រយោជន៍ដូចនេះខ្លះទៅដល់លោកគ្រូក៏ដូចជាសិស្សទាំងអស់គ្នាបាទអញ្ចឹងដើម្បីចង់ដឹងថារបៀបនៃការប្រើប្រាស់ក៏ដូចជាអត្ថប្រយោជន៍របស់វាយ៉ាងដូចនេះខ្លះសូមអញ្ចឹងលោកគ្រូទាំងអស់គ្នាទស្សនាបន្តទៅបាទអញ្ចឹងជាដំបូងលោកគ្រូទាំងអស់គ្នាសូមធ្វើការភ្ជាប់ជាមួយអ៊ីនធឺណិតបើបានរួចរាល់សិនបន្ទាប់មកចូលក្នុងកម្មវិធី Google Chrome រួចធ្វើការភ្ជាប់ជាមួយនឹង email ណាមួយមកបាទអញ្ចឹងនៅត្រង់កន្លែង search លោកគ្រូសូមវាយពាក្យ Mentimeter បាទអញ្ចឹងដោយសារតែខ្ញុំធ្លាប់បានវាយម្ដងហើយអញ្ចឹងវា load ដោយ auto គឺឈ្មោះកម្មវិធី mentimeter.com បន្ទាប់មកគឺយើង enter វាមកបាទអញ្ចឹងនៅត្រង់កន្លែង go to home បាទកន្លែងនេះបាទអញ្ចឹងសូមចុចត្រង់កន្លែងនេះបាទអញ្ចឹងវា load បន្តបាទជាទម្រង់បែបនេះឲ្យយើងអញ្ចឹងនៅត្រង់កន្លែងនេះមានន័យថា new Menti មានន័យថាបង្កើតកម្មវិធី Mentimeter ថ្មីដែលយើងចង់បង្កើតហ្នឹងបាទហើយទម្រង់ខាងក្រោមនេះគឺជាទម្រង់ដែលយើងចង់ឲ្យខ្លឹមសារដែលសិស្សគាត់វាយបាទឆ្លើយនឹងសំណួរអីឬក៏ពាក្យដែលពួកគាត់បានសរសេរមកវា load ជាទម្រង់ word cloud ឬក៏ជាទម្រង់បែបនេះឬក៏បែបនេះបាទអាស្រ័យលើចំណង់ចំណូលចិត្តរបស់លោកគ្រូបាទអញ្ចឹងឥឡូវខ្ញុំធ្វើការកំណត់ទម្រង់ word cloud ចុះបាទហើយយើងធ្វើការជ្រើសបន្តតើ word cloud មួយណាដែលលោកគ្រូចូលចិត្តអញ្ចឹងណាបាទអញ្ចឹងឥឡូវខ្ញុំសូមធ្វើការជ្រើសយកទម្រង់ word cloud តែវាចេញបែបនេះចុះបាទសូមរងចាំបន្តិចវាកំពុងដំណើរការបាទអញ្ចឹងពេលដែលយើងចុចជ្រើសរើសបាទយកទម្រង់ណាមួយដែលយើងគិតថាពេញចិត្តហើយពេលបានបែបនេះហើយយើងចង់បាទសរសេរជាសំណួរឬក៏ជា clear ឬក៏ជាល្បះដែលចង់ឲ្យសិស្សឆ្លើយតបជាមួយយើងវិញហ្នឹងគឺបាទយើងគ្រាន់តែចុចនៅត្រង់កន្លែង edit បាទហើយធ្វើការបាទលុបបាទទម្រង់ចាស់របស់គេមកហើយយើងវាយទៅតាមអ្វីដែលយើងចង់បង្កើតទៅបាទជាសំណួរជាប្រធានបទជា clear ជាល្បះអីចឹងទៅបាទឥឡូវខ្ញុំសូមឧទាហរណ៍ខ្ញុំបង្កើតជាសំណួរមួយបាទសួរថាបាទតើរុក្ខជាតិផ្ដល់អត្ថប្រយោជន៍យ៉ាងដូចខ្លះបាទឧទាហរណ៍ជាសំណួរដែលខ្ញុំចង់ឲ្យសិស្សគាត់ scan បាទឬក៏ join link ចូលកម្មវិធីហ្នឹងដើម្បីធ្វើការឆ្លើយតបបាទអញ្ចឹងអានេះគឺជាគំរូមួយដែលខ្ញុំបង្កើតសំណួរបែបនេះចង់ឲ្យគាត់ចូលរួមឆ្លើយនឹងសំណួរហ្នឹងបាទអញ្ចឹងសំណួរថានៅពេលដែលគ្រូបង្កើតបាទរួចរាល់ហើយចង់ឲ្យសិស្ស scan ឬក៏ចូលរួមឆ្លើយនឹងសំណួរហ្នឹងនៅក្នុងកម្មវិធីហ្នឹងបានយ៉ាងម៉េចអញ្ចឹងលោកគ្រូគ្រាន់តែចូលកន្លែង share នេះបាទហើយ copy បាទកន្លែងគឺ copy link តម្លាក់ចូលក្រុម Telegram ដើម្បីឲ្យគាត់ join ទៅឬក៏លោកគ្រូបាទកន្លែង QR code នេះគាត់តែ download មកហើយគាត់ scan បាទចូលជាការស្រេចបាទនេះគឺជា QR code ដែលពួកគាត់ scan ទៅចូលកម្មវិធីហ្នឹងហើយឆ្លើយនឹងសំណួរដែលយើងបង្កើតនឹងតែម្ដងបាទ
បាទបន្តមកខ្ញុំសូមធ្វើការបង្ហាញជាឧទាហរណ៍ប្រសិនបើគាត់ scan បើគាត់ចូលកម្មវិធីនឹងរួចរាល់ហើយបាទគាត់ឃើញសំណួរអ្វីដែលយើងចង់បានឲ្យគាត់ឆ្លើយត្រឡប់មកវិញណាថាតើនៅលើទូរស័ព្ទរបស់គាត់លោកបង្ហាញយ៉ាងម៉េចហើយនៅពេលគាត់ឆ្លើយរួចរាល់គាត់ submit មកឲ្យយើងតើនៅលើ screen computer របស់យើងឬក៏នៅលើ slide របស់យើងឃើញយ៉ាងម៉េចបាទអញ្ចឹងខ្ញុំសូមបង្ហាញពាក់ព័ន្ធទម្រង់ទាំងពីរទីតាំងទាំងនៅលើទូរស័ព្ទរបស់ពួកគាត់ទាំងនៅលើ screen computer របស់យើងបាទនេះលោកគ្រូទាំងអស់គ្នាបាទនៅត្រង់រូបខាងស្ដាំនេះមានន័យថាគឺកូនសិស្សគាត់ scan កម្មវិធីហ្នឹងគឺគាត់ឃើញបាទនេះឃើញសំណួរឃើញប្រធានបទឃើញជាល្បះឬក៏ជាអ្វីដែលយើងចង់ឲ្យពួកគាត់ចូលរួមឆ្លើយហ្នឹងឥឡូវឧទាហរណ៍សំណួរដែលខ្ញុំបានបង្កើតមិញហ្នឹងតើរូបភាពផ្ដល់អត្ថប្រយោជន៍យ៉ាងដូចម្តេចខ្លះអញ្ចឹងនៅពេលដែលពួកគាត់ scan គឺគាត់បានឃើញសំណួរហ្នឹងនៅលើទូរស័ព្ទរបស់គាត់ហើយពួកគាត់អាចធ្វើការឆ្លើយតបទៅនឹងសំណួរដែលយើងចង់ឲ្យពួកគាត់ឆ្លើយបានមានន័យថាពេលដែលគាត់ឆ្លើយត្រឡប់មកវិញគឺគាត់បាទវាយពាក្យមកវាយជាអក្សរបាទជា clear ឃ្លោងបាទជាអត្ថន័យជាចម្លើយនៅត្រង់ introvert នេះអញ្ចឹងមាន3កន្លែងបាទមាន3កន្លែងអញ្ចឹងគាត់អាចវាយបាទអាច1អាច2អាចបានដល់3ណា maximum បាន3ហ្នឹងហើយគាត់ submit ទៅនោះចម្លើយរបស់គាត់នឹងឃើញនៅលើ screen computer របស់យើងឬក៏នៅលើ slide តែម្ដងឥឡូវខ្ញុំឧទាហរណ៍តំណាងជាសិស្សន័យថាបន្ទាប់គាត់ scan ឃើញសំណួរដែលគ្រូសួរបែបហ្នឹងហើយគាត់ឆ្លើយត្រឡប់មកវិញឧទាហរណ៍ចម្លើយរូបភាពផ្ដល់អត្ថប្រយោជន៍យ៉ាងម៉េចគឺឧទាហរណ៍គាត់ឆ្លើយណាគឺឆ្លើយឧទាហរណ៍ផលិតអុកស៊ីសែនបាទផលិតអុកស៊ីសែនបាទនេះគឺជាអត្ថប្រយោជន៍ទី1បាទអត្ថប្រយោជន៍ទី2គាត់ឆ្លើយថាតាក់ទាញទៅភ្លាមឧទាហរណ៍អត្ថប្រយោជន៍ទី3កាត់បន្ថយកម្ដៅបាទកាត់បន្ថយកម្ដៅនៅលើផែនដីអញ្ចឹងទៅបាទអញ្ចឹងមានន័យថាបើគាត់ឆ្លើយ3ហ្នឹងឆ្លើយរួចរាល់គឺក្នុងសិស្សម្នាក់ហ្នឹងគឺគាត់ឆ្លើយ3កន្លែងបែបនេះហើយគាត់ឆ្លើយរួចរាល់គាត់ submit នោះបាទចម្លើយរបស់គាត់នេះបាទចម្លើយរបស់គាត់គឺបានលោតបង្ហាញនៅលើ screen computer ឬក៏នៅលើ slide របស់យើងតែម្ដងបាទអញ្ចឹងរាល់ចម្លើយរបស់សិស្សទាំងអស់គ្រប់គ្នាក្នុងថ្នាក់គឺសុទ្ធតែបានបង្ហាញនៅលើ screen នឹងទាំងអស់បាទនៅលើ slide ទាំងអស់សម្រាប់ចម្លើយដែលពួកគាត់ឆ្លើយដូចគ្នាច្រើនដងស្ទួននោះចម្លើយនោះនឹងមានទំហំធំជាងចម្លើយទាំងឡាយណាដែលសរសេរតែម្ដងបាទអញ្ចឹងមានន័យថាលោកគ្រូអាចធ្វើការអានមើលខ្លឹមសារចម្លើយបាទថាតើចម្លើយហ្នឹងវាសមស្របទៅនឹងសំណួរដែលយើងសួរដែរអត់ចម្លើយណាខ្លះដែលជាចម្លើយដែលពួកគាត់មានចំណេះដឹងយល់ដឹងលើបញ្ហាហ្នឹងគឺបានដឹងទាំងអស់គ្នាបាទច្បាស់ទាំងអស់គ្នាអញ្ចឹងលោកគ្រូអាចធ្វើការកំណត់បានគឺអាស្រ័យទៅលើទំហំចម្លើយក៏ពាក្យដែលវាលោតមកហ្នឹងតែម្ដងបាទអញ្ចឹងរាល់ទំហំអក្សរទាំងឡាយណាដែលធំបញ្ជាក់ថាពួកគាត់យល់ដឹងលើចម្លើយឬខ្លឹមសារហ្នឹងគឺបានច្រើនគ្នាបាទគាត់ឆ្លើយស្ទួនច្រើនដងទៅអញ្ចឹងធ្វើឲ្យទំហំវាធំជាងចម្លើយណាឆ្លើយតែម្ដងឬក៏ឆ្លើយតែតិចបាទអញ្ចឹងនេះគឺជាអត្ថប្រយោជន៍នៃការប្រើប្រាស់កម្មវិធី Mentimeter លោកគ្រូអាចប្រើប្រាស់កម្មវិធីនេះគឺសម្រាប់ប្រើប្រាស់ក្នុងជំហានទី2នៃកិច្ចតែងការមានន័យថាអាចទាញជាការរំលឹកមេរៀនក៏បានអាចប្រើក្នុងជំហានទី4ជាការ
បង្រៀនពុទ្ធិក៏បានឬក៏អាចបញ្ជ្រាបជាមួយនឹងវិធីសាស្ត្របង្រៀនណាមួយក្នុងជំហានទី3បាទដោយបញ្ចូលខ្លឹមសារនៃការប្រើប្រាស់បច្ចេកវិទ្យា ICT ក្នុងជំហាននងតែម្ដងក៏បានដែរបាទគឺអាស្រ័យលើភាពបត់បែននិងពេលវេលារបស់លោកគ្រូទាំងអស់គ្នាបាទអញ្ចឹងសម្រាប់ការបង្ហាញរបស់ខ្ញុំបាទពាក់ព័ន្ធទៅនឹងការប្រើប្រាស់និងអត្ថប្រយោជន៍នៃកម្មវិធី Mentimeter គឺមានតែប៉ុណ្ណេះបាទសូមអរគុណលោកគ្រូទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទសូមអរគុណសូមជម្រាបលា